វិលមកជួបម្ដងទៀតហើយសូមជំរាបសួរបងប្អូនទាំងអស់គ្នាសូមព្រះប្រទានពរដល់បងប្អូនយើងទាំងអស់គ្នាដែលបានមើលវីដេអូនេះសូមកុំឲ្យចុចរំលងអីខ្ញុំឃើញអ្នកខ្លះគាត់តែចុចដាក់តម្លៃឬមួយលើសហើយអត់ដែលបានមើលទេអត់ដែលបានមើលដូចជានៅក្នុងបងប្អូនយើងគេផុសព្រះបន្ទូលមួយខជួនកាល2ខអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាខ្ញុំអ្នកកោតខ្លាចព្រះខ្ញុំអ្នកស្រឡាញ់ព្រះខ្ញុំចង់តែគេផុសព្រះបន្ទូលអីជួនកាលព្រះបន្ទូលខ្លះធ្វើឲ្យខ្ញុំនឹងចាប់អារម្មណ៍ទុកជាដំកតិទុកជាការចេះដឹងដែលយើងខំមើលក្នុង copy ដែលគេផុសហ្នឹងគេព្រះចង់បរៀនយើងឲ្យយើងចេះស្មោះត្រង់នឹងព្រះដោយថតវីដេអូនេះអញ្ចឹងព្រះចង់ឲ្យយើងស្ដាប់អ្នកដែលចែកចាយព្រះបន្ទូលហ្នឹងយកពីព្រះបន្ទូលមកព្រះមកវេកញែកឲ្យយើងស្ដាប់ទាំងអស់គ្នាមិនមែនជារឿងធម្មតាទេណាដូច្នេះសូមឲ្យបងប្អូនចំណាយពេលវាកុំខ្លាច3មីនិត4មីនិតខ្លះមើលដល់មើលកុនរហូតដល់មួយរឿងរហូតដល់ចប់មិនដែលត្អូញត្អែចុះហេតុអី5បន្ទូលធំតែ10មីនិតធំតែ5មីនិតធំតែ3មីនិតខ្ញុំអត់ចង់ដាក់មក1មីនិតជាងអីទេពីព្រោះវាអត់មានន័យខ្ញុំអត់ចង់បានលុយដែលគេចុច like ឬ share ទេខ្ញុំអត់ចង់បានលុយទេខ្ញុំចង់បានពពកពីព្រះព្រោះលុយព្រះមានច្រើនណាស់យើងអត់ចង់បានឲ្យគេចុច like ហើយចឹងដើម្បីផុសដើម្បីយកលុយពីអីណែ YouTube យកអីនេះអត់ទេខ្ញុំអត់ចង់បានទេខ្ញុំបានប្រហែលខ្ញុំអត់មានចង់បានទេខ្ញុំចង់បានតែបងប្អូនយើងដែលកូនស្ងួនភ្ងារបស់ព្រះដែលបានតែមើលខ្ញុំអរណាស់ហើយចុច like ក៏ខ្ញុំអរដែរប៉ុន្តែបើសិនណាជាចង់ឲ្យកន្លែង YouTube នឹងគេឃើញថាគេមានគេចុច like មើលវីដេអូខ្ញុំតែប៉ុណ្្នឹងហើយជាពិសេសសំខាន់ផុតគឺយើងស្មោះត្រង់ជាមួយព្រះទ្រង់ឲ្យមានអ្នកបង្រៀនតាមវីដេអូបរៀនតាម YouTube បរៀនគ្រប់បែបយ៉ាងយើងត្រូវតែស្ដាប់យើងត្រូវតែមើលថាព្រះចាំបរៀនយើងរឿងអីកុំឲ្យឃើញចុចចុច love មួយទៅចុច like មួយទៅឬមួយ take care អញ្ចឹងទៅដើម្បីអីដើម្បីឲ្យគេថាអូអ្នកនេះចូលចិត្តខ្ញុំមកប៉ុន្តែមិនទេពេលដែលខ្ញុំបរៀនលើកមុនព្រះប្រាប់ខ្ញុំឲ្យខ្ញុំនិយាយចឹងគឺថាកុំឲ្យចុចម្លងគឺថាសេចក្តីពិតដែលជាប់នៅក្នុងវីដេអូដែលផ្សាយហ្នឹងគឺផ្សាយឲ្យបងប្អូនយើងទទួលសេចក្តីពិតពីព្រះអរគុណព្រះអង្គដូច្នេះថ្ងៃនេះខ្ញុំចង់លើករឿងដែលខ្ញុំនិយាយពីរឿងកាត់ស្រាយព្រះបន្ទូលដ៏ត្រឹមត្រូវអរគុណព្រះអង្គដែលទ្រង់បានឲ្យខ្ញុំដឹងហើយជាពិសេសទៅទៀតនៅពេលដែលយើងដូចខ្ញុំចង់ជម្រាបចឹងខ្ញុំចង់ជម្រាបថាខ្លួនប្រាណយើងជាព្រះវិហារនៃព្រះទ្រង់ឲ្យតម្លៃយើងដល់ម្លឹងចឹងបានខ្លួនប្រាណយើងជាព្រះវិហារនៃព្រះដូច្នេះបងប្អូនហើយយើងសម្លឹងទៅមើលអេសាយចំពុក66ម្ដងអេសាយចំពុក66ខ1តើព្រះមានបន្ទូលថាម៉េចនឹងសញ្ញាថ្មីក៏មានសញ្ញាចាស់ក៏មានដែរខ្លួនប្រាណយើងជាព្រះវិហារនៃព្រះប៉ុន្តែមានចំណុចមួយព្រះសួរយើងថានៅក្នុងខ1ចំពុកអេសាយចំពុក66ខ1ខ្ញុំអានជូនខ្លាំងណាស់ពាក្យព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថាផ្ទៃមេឃជាបល្ល័ង្ករបស់អញឃើញទេធំណាផ្ទៃមេឃជាបល្ល័ង្ករបស់អញហើយផែនដីជាកំណល់កលជើងអញឃើញទេផែនដីជាកំណល់ជើងហើយបល្ល័ង្ករបស់ព្រះជាណាដែលជាមេឃទ្រង់មានសួរយើងដូច្នេះតើឯងរាល់គ្នានឹងសង់វិហារយ៉ាងណាឲ្យអញឃើញទេព្រះមានបន្ទូលថាតើយើងសង់ព្រះវិហារយ៉ាងណាឲ្យទ្រង់ប៉ុន្តែទ្រង់ធំម្លឹងគាត់នៅបលាំងទ្រង់ផ្ទៃមេឃហើយគាត់នៅផែនដីជាកំណល់ជើងហើយយើងខ្លួនយើងនេះតើសង់វិហារអីថ្វាយទ្រង់មើលតទៀតតើឯងរាល់គ្នានឹងសង់វិហារយ៉ាងណាឲ្យអញតើមានកន្លែងណាសម្រាប់ជាទីសម្រាប់ដល់អញ
ព្រះមានបន្ទូលថាមានកន្លែងណាដែលទ្រង់សម្រាកឃើញទេទ្រង់ចង់សម្រាកនៅខ្លួនប្រាណយើងខ្លួនប្រាណយើងនៅក្នុងកាពីករិនថូសខ្សែទី1ចំពុក3ខ16ដល់7ព្រះមានបន្ទូលថាខ្លួនឯងជាព្រះវិហារនៃព្រះបើឯងធ្វើខូចព្រះវិហារចាំខ្ញុំអានជូតចុះហេតុអីបានជាព្រះចង់នៅក្នុងខ្លួនយើងព្រោះធំម្លឹងឃើញទេទ្រង់ធំម្លឹងហើយគាត់តែជាព្រះគាត់តែកម្លាំងរបស់ទ្រង់ពេញផ្ទៃមេឃហើយគ្រាន់តែកំណល់ជើងផែនដីតែទ្រង់ចង់នៅជាមួយយើងគឺជាស្អីគឺជាព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្លួនប្រាណយើងនេះអញ្ចឹងបានតែខ្ញុំចេះទិដ្ឋានទៅព្រះរាល់តែថ្ងៃព្រលឹមឡើងខ្ញុំទិដ្ឋានល្ងាចឡើងខ្ញុំមកទិដ្ឋានជួនកាលថ្ងៃត្រង់ខ្ញុំទិដ្ឋានពេលបាយខ្ញុំទិដ្ឋានខ្ញុំតាំងទូទ្រង់សួរថាទ្រង់ថាព្រះអង្គហើយទ្រង់ឲ្យតម្លៃកូនថាខ្លួនប្រាណកូនជាព្រះវិហារនៃទ្រង់អញ្ចឹងសូមទ្រង់សម្អាតព្រះវិហាររបស់ទ្រង់ដែលនៅក្នុងខ្លួនខ្ញុំនឹងឲ្យស្អាតបរិសុទ្ធទី1កុំឲ្យហូបសាច់ដែលទ្រង់មានបន្ទូលថាកុំឲ្យស៊ីសាច់ជាប់ឈាមពួកបងប្អូនយើងមើលដឹងថាឥឡូវនេះជំងឺគ្រប់បែបយ៉ាងចេញមកហើយស្លាប់មុនអាយុទៀតដោយសារតែយើងញ៉ាំឆ្ងាញ់ដោយយើងអត់ចេះគិតការពិតញ៉ាំឆ្ងាញ់នៅអាសាច់ញ៉ាំឆ្ងាញ់នៅតែចុងដាត់បន្តិចទេកាលណាលេបទៅនៅក្នុងកាពះយើងដូចគ្នាគាត់ឆ្ងាញ់តែប៉ុណ្ណឹងប៉ុន្តែអារម្មណ៍មនុស្សគឺថាចង់ឆ្ងាញ់ចង់ធ្វើអីដើម្បីខ្លួនឯងដូចថាមានអារម្មណ៍ថាចង់ញ៉ាំនេះចឹងប៉ុន្តែព្រះមានបន្ទូលថាខ្លួនប្រាណទ្រង់ជាព្រះវិហារនៃព្រះតើព្រះតួអង្គព្រះណាមកគង់នៅជាមួយយើងគឺតួអង្គព្រះវិញ្ញាណដែលជួយយើងគ្រប់បែបយ៉ាងដែលយើងទៅណាមកណាយើងហូបចុកយើងនិយាយស្ដីព្រះកែតម្រូវខ្លួនយើងជានិច្ចនឹងហើយដែលទ្រង់ចង់នៅជាមួយយើងទ្រង់ស្រឡាញ់យើងប៉ុន្តែយើងមានតែមនសិការបន្តិចនៅក្នុងខ្លួនដឹងអាមនសិការនឹងមានន័យថាម៉េចដឹងខុសដឹងត្រូវដឹងខ្ពស់ដឹងទាបឃើញទេព្រះបរិញ្ញាយើងគ្រប់បែបយ៉ាងព្រះបរិញ្ញាយើងសពគ្រប់ទាំងអស់ដូច្នេះបងប្អូនហើយយើងគួរគិតថាខ្លួនយើងជាស្អីឥឡូវនេះដែលព្រះស្រឡាញ់យើងដល់ម្លឹងនេះតើយើងជាស្អីដូច្នេះខ្ញុំចង់និយាយនៅថ្ងៃនេះខ្ញុំចង់វីដេអូនិយាយថ្ងៃនេះចង់និយាយថាពីបងប្អូនយើងទាំងអស់សិតតែព្រះជ្រើសរើសទាំងអស់មិនមានអ្នកណាមួយទេដែលមិនជ្រើសរើសប៉ុន្តែបើជួបសេចក្តីល្បួងជួបការលបងលោមិនល្បួងអរិយល្បួងប៉ុន្តែបើជួបសេចក្តីលបងលោរបស់ព្រះមានបញ្ហាអីទាស់គ្នាឬមួយបញ្ហាផ្សេងបើថាអូនៅក្នុងចិត្តថាព្រះចង់ធ្វើយើងរឹងប៉ឹងឲ្យយើងទទួលស្គាល់ថាយើងនឹងរឹងប៉ឹងនេះជាការលបងលោរបស់ព្រះមតនៈទៀតហើយមតនៈទៅទាល់តែយើងរឹងមាំអូខេអរគុណព្រះអង្គសូមព្រះទានពរជំរាបលាហើយជួបគ្នានៅវីដេអូក្រោយទៀត